លោកដូណាល់ត្រាំក៏បាននិយាយថាកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់នៅតែអាចធ្វើបានខណៈពេលដែលភាគីទាំងពីរប្រកាសនៅក្នុងការបិទច្រកសមុទ្រហូម៉ូសផងដែរដោយលោកដូណាល់ត្រាំក៏បាននិយាយថាកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់នៅតែអាចធ្វើបានខណៈពេលដែលភាគីទាំងពីរប្រកាសនៅក្នុងការបិទច្រកសមុទ្រហូម៉ូសឡើងវិញលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃច័ន្ទទី13ខែកក្កដាឆ្នាំ2026កន្លងទៅក៏បាននិយាយថាកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់នៅតែអាចធ្វើទៅបានខណៈពេលដែលយោធាអាមេរិកបានបើកការវាយប្រហារសារជាថ្មីលើកទី3ជាប់គ្នានិងបានធ្វើការដាក់ចេញនៅការបិទផ្លូវឡើងវិញលើកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់លោកដូណាល់ត្រាំក៏បានថ្លែងនៅឯសេប៊ីមានកាលពីថ្ងៃច័ន្ទថាយើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងនៅយប់នេះហើយយើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងនៅថ្ងៃស្អែកផងដែរលោកត្រាំក៏បានថ្លែងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាគោលបំណងបំផ្លែងសមត្ថភាពនិងការលុកលុយរបស់ប្រទេសអ៊ីរ៉ង់លោកត្រាំបានប្រាប់អ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើថាខ្ញុំគិតថាកិច្ចព្រមព្រៀងនេះគឺអាចនឹងធ្វើទៅបានពិតណាស់ខ្ញុំធ្វើបានដោយយើងមានកិច្ចព្រមព្រៀងជាមួយពួកគេកាលពីថ្ងៃមុនហើយបន្ទាប់មកពួកគេបាននិយាយថាយើងមិនអាចធ្វើកិច្ចព្រមព្រៀងនោះបានទេយើងត្រូវតែចរចាវាបន្ថែមទៀតដោយមេបញ្ជាការកណ្ដាលរបស់អាមេរិកក៏បាននិយាយថាការវាយប្រហារបានចាប់ផ្ដើមដោយបានបន្ថែមថាពួកគេនឹងបន្តនៅក្នុងការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើកងកម្លាំងអ៊ីរ៉ង់ហើយនឹងធ្វើឲ្យមានការខូចសមត្ថភាពរបស់ពួកគេនៅក្នុងការវាយប្រហារជនស៊ីវិលស្លូតត្រង់និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហូម៉ូសរីឯអ៊ីរ៉ង់បន្តនៅក្នុងការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅក្នុងឈូងសមុទ្រផងដែរដោយឥឡូវនេះយើងមកបង្វែរមកមើលស្ថានភាពសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនវិញម្ដងដោយសមាជិក NATO 9 នាក់នៅអឺរ៉ុបហើយនិងអ៊ុយក្រែនបានបង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលរបស់ប្រទេសរុស្ស៊ីប្រទេសចំនួន9នៅអឺរ៉ុបហើយនិងអ៊ុយក្រែនកាលពីថ្ងៃទី13ខែកក្កដាឆ្នាំ2026កន្លងមកនេះបានធ្វើការប្រកាសអំពីការបង្កើតសម្ព័ន្ធភាពមួយដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពប្រឆាំងមីស៊ីលប្លង់និងការពារនៅអឺរ៉ុបដែលលើកឡើងអំពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃមីស៊ីលប្លង់ពីរុស្ស៊ីនាពេលអនាគតលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទៅដល់ទីក្រុងប៉ារីសបន្ទាប់ពីកិច្ចប្រជុំសម្ព័ន្ធមិត្តរបស់ទីក្រុងគៀវដើម្បីបញ្ជាក់សារជាថ្មីនៅការគាំទ្រចំពោះប្រទេសនេះនិងបង្កើនសម្ពាធទៅលើប្រទេសរុស្ស៊ីដើម្បីធ្វើការបញ្ចប់សង្គ្រាមដែលឥឡូវនេះបានចូលមកដល់ឆ្នាំទី5របស់ពួកគេហើយដោយសេចក្តីប្រកាសរួមរបស់ប្រទេសដាណឺម៉ាកប្រទេសបារាំងអាល្លឺម៉ង់អ៊ីតាលីហូឡង់ណូវេអេស្ប៉ាញស៊ុយអែតអ៊ុយក្រែននិងចក្រភពអង់គ្លេសក៏បាននិយាយថាយើងជឿជាក់ថាការការពារអឺរ៉ុបតម្រូវឲ្យមានដំណោះស្រាយសកលនៃសកម្មភាពការពារមីស៊ីលរួមបញ្ចូលគ្នាដើម្បីធ្វើការទប់ស្កាត់និងកម្ចាត់ការគំរាមកំហែងមីស៊ីលនាពេលអនាគតលោកក៏បានមានប្រសាសន៍ថាដោយសារតែការប្រមូលផ្ដុំមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់យើងបានធ្វើការស្រាវជ្រាវរបស់យើងនិងបទពិសោធន៍ប្រតិបត្តិការរបស់យើងមានគោលបំណងនៅក្នុងការកសាងសមត្ថភាពប្រឆាំងមីស៊ីលប្លង់រួមគ្នាសម្រាប់អឺរ៉ុបសេចក្តីប្រកាសរួមគឺបានអះអាងថាយើងធ្វើបែបនេះមិនមែនប្រឆាំងទៅនឹងមនុស្សណាម្នាក់ទេប៉ុន្តែដើម្បីការពារខ្លួនយើងផ្ទាល់ដោយលើកឡើងអំពីបទពិសោធន៍ពិសេសរបស់ប្រទេសអ៊ុយក្រែនដែលការពារផ្លូវអាកាសរបស់ពួកគេបានប្រឈមមុខទៅនឹងការវាយប្រហារដោយមីស៊ីលប្លង់របស់រុស្ស៊ីម្ដងហើយម្ដងទៀតនៅក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះយ៉ាងហោចណាស់ប្រមុខរដ្ឋចំនួន25រូបត្រូវបានគ្រងចូលរួមកិច្ចប្រជុំនៅឯទីក្រុងប៉ារីសដោយអ្នកខ្លះស្នាក់នៅសម្រាប់ក្បួនដង្ហែយោធានិងប្រារព្ធទិវាបុណ្យជាតិរបស់បារាំងនៅថ្ងៃទី14ខែកក្កដាកន្លងទៅដែលឆ្នាំនេះនឹងបង្ហាញអំពីការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែនផងដែរសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូម Payment សូមចុច Subscribe Like និង Share
ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ